សូមក្រាបថ្វាយបង្គំនិងសូមចម្រើនពរប្រវត្តិព្រះតោតេយថេរៈព្រះតោតេយថេរៈនេះជាបុត្រព្រាហ្មណ៍ត្រកូលមួយក្នុងក្រុងសាវត្ថីការមានវ័យធំចម្រើនឡើងបានទៅសិក្សាលទ្ធិក្នុងសំណាក់ព្រាហ្មណ៍ពាវរីកាលហេមកមានុបក្រាបទូលសួរប្រស្នាបានស្ដាប់ធម្មទេសនាសម្រេចអរហត្តហើយទើបតោតេយមានុបក្រាបទូលសួរប្រស្នាជាគម្រប់9តទៅថាកាមទាំងឡាយមិនបានស្ថិតនៅក្នុងបុគ្គលណាតណ្ហារបស់បុគ្គលណាមិនមានហើយបុគ្គលណាឆ្លងកន្លងផុតសេចក្តីសង្ស័យបានហើយការផុតរហូតរបស់បុគ្គលនោះតើដូចម្ដេចព្រះដ៏មានជោគជាម្ចាស់ទ្រង់ព្យាករណ៍ថាការផុតរលត់របស់បុគ្គលនោះនឹងคล้ายទៅជាយ៉ាងដតីទៀតមិនមានឡើយសេចក្តីអត្ថាធិប្បាយថាបុគ្គលនោះផុតចាកកាមចាកតណ្ហាចាកសេចក្តីសង្ស័យក្តីអាចនឹងត្រឡប់កើតឡើងវិញហើយអ្នកនោះត្រូវព្យាយាមធ្វើឲ្យផុតរបូតរបស់បុគ្គលនោះខ្ជាប់ខ្ជួនមិនមានប្រែប្រួលឡើយបុគ្គលនោះជាអ្នកមានចំណងឬគ្មានទេជាអ្នកមានបញ្ញាមែនពិតឬគ្រាន់ជាអ្នកបង្កតណ្ហានិងទិដ្ឋិឲ្យកើតឡើងដោយបញ្ញាតើខ្ញុំព្រះអង្គនឹងសល់មុនីនោះដូចម្ដេចសូមព្រះអង្គត្រាស់ប្រាប់ដល់ខ្ញុំព្រះអង្គបុគ្គលនោះឥតចំណងអន្ទះអន្តែងជាអ្នកមានបញ្ញាមែនមិនមែនជាអ្នកបង្កទិដ្ឋិនិងតណ្ហាឲ្យកើតឡើងដោយបញ្ញាទេចូលអ្នកស្គាល់មុនីនោះថាជាអ្នកឥតកង្វល់មិនជាប់ជំពាក់នៅក្នុងកាមភពដូច្នោះចោះក្នុងទីបំផុតនៃបញ្ហាព្យាករណ៍តោតេយមានុបបានសម្រេចអរហត្តព្រមទាំងចតុបដិសម្ភិទាញាណទើបក្រាបបង្គំទូលសូមឧបសម្បទាក្នុងព្រះធម្មវិន័យសម្ដេចព្រះសុគតទ្រង់អនុញ្ញាតឲ្យបានជាភិក្ខុដោយអេហេភិក្ខុឧបសម្បទាព្រមជាមួយនឹងពួកមានុបទាំងនោះក្នុងវេលាចប់សោលស្សបញ្ញ